សួស្តីបងប្អូនទាំងអស់គ្នាអ្នកគ្រូចង់សភាពី Accounting for Cambodian ថ្ងៃនេះដែរអ្នកគ្រូបានលើកយកនៅចំណុចមួយដែលពាក់ព័ន្ធទៅជាមួយនឹងការកត់ត្រាជាកិច្ចបញ្ជីការគណនេយ្យនៅពេលដែលបង្កើតជាក្រុមហ៊ុនសហកម្មសិទ្ធិដែលចំណុចនេះគឺអ្នកគ្រូដកស្រង់ចេញពីសភៅដែលអ្នកគ្រូទៅតែរៀបចំឲ្យរួចរាល់គឺសភៅគណនេយ្យក្រុមហ៊ុនសហកម្មសិទ្ធិសភៅនេះគឺតម្លៃមួយក្បាល 28,000 រៀលចាអញ្ចឹងបើសិនជាបងប្អូនត្រូវការជាវគឺអាចនឹងទិញពី page របស់ខ្ញុំបានគឺតម្លៃ 28,000 រៀលតកតងទៅនឹងសភៅនេះជាខ្លឹមសារដែលយើងផ្ដោតជាសំខាន់គឺពាក់ព័ន្ធទៅនឹងកិច្ចបញ្ជីការគណនេយ្យនៅពេលដែលយើងបង្កើតក្រុមហ៊ុនប្រតិបត្តិការរបស់ក្រុមហ៊ុនសហកម្មសិទ្ធិតកតងទៅជាមួយនឹងការបែងចែកនៃចំណេញខាតដែលយើងនឹងបង្ហាញពីវិធីសាស្ត្រតើគេប្រើវិធីសាស្ត្រអ្វីខ្លះនៅក្នុងការបែងចែកទៅលើចំណេញឬក៏ខាតរបស់ក្រុមហ៊ុនសហកម្មសិទ្ធិហើយគេបែងចែកយ៉ាងដូចម្ដេចពាក់ព័ន្ធទៅជាមួយនឹងវិធីសាស្ត្រនៃការបញ្ចូលសមាជិកថ្មីឬក៏យើង add ចាយើងបន្ថែមសមាជិកថ្មីក្នុងក្រុមហ៊ុនសហកម្មសិទ្ធិឬក៏ការដកខ្លួនរបស់សហកម្មសិទ្ធិករណាម្នាក់ហើយនៅក្នុងនេះផងដែរក៏មានបង្ហាញពាក់ព័ន្ធទៅជាមួយនឹងការរំលាយក្រុមហ៊ុនសហកម្មសិទ្ធិផងដែរនៅក្នុងសភៅនេះក្រៅពីខ្លឹមសារមេរៀនក៏មានជាលំហាត់ហើយនឹងចម្លើយបន្ថែមជូនទៅកាន់បងប្អូនផងដែរចាអញ្ចឹងនៅក្នុងសភៅនេះគឺផ្ដោតជាសំខាន់តែម្ដងទៅលើកណន័យរបស់ក្រុមហ៊ុនសហកម្មសិទ្ធិគេហៅថាជាកិច្ចបញ្ជីការចាអញ្ចឹងនៅក្នុងឧទាហរណ៍សម្រាប់វេលាថ្ងៃនេះអ្វីដែលអ្នកគ្រូបង្ហាញជូនគឺពាក់ព័ន្ធទៅជាមួយនឹងការកត់ត្រាជាកិច្ចបញ្ជីការនៅពេលដែលសម្រាប់ចិត្តថាបង្កើតទៅជាក្រុមហ៊ុនសហកម្មសិទ្ធិតែម្ដងអញ្ចឹងនៅក្នុងនេះទាំងអស់គ្នា Y នេះគឺជាក្រុមហ៊ុនឯកកម្មសិទ្ធិចាគាត់ហ្នឹងគឺជាក្រុមហ៊ុនឯកកម្មសិទ្ធិគាត់មានក្រុមហ៊ុនរបស់គាត់ហើយចាអញ្ចឹងនៅក្នុងនេះគាត់គឺជាក្រុមហ៊ុនប្រភេទជា developing software ចាសម្រាប់ប្រភេទកុំព្យូទ័រផ្សេងហើយនៅក្នុងនេះផងដែរអាជីវកម្មរបស់គាត់គឺមានសមតុល្យគណនីដែលបង្ហាញនៅថ្ងៃទី31ខែធ្នូឆ្នាំ 2000X0 អញ្ចឹងក្រុមហ៊ុនរបស់គាត់មានទិន្នន័យសាច់ប្រាក់គឺ 3,000 មានសន្និធិគឺ 7,000 មានបរិក្ខារ 20,000 និងមានរំលោះទៅលើបរិក្ខារនេះអស់ 5,000 អញ្ចឹងសរុបមកទ្រព្យជារួមរបស់គាត់គឺ $25,000 នេះគឺជាទ្រព្យរបស់ក្រុមហ៊ុន Y ចាហើយនៅទីនេះផងដែរពាក់ព័ន្ធទៅជាមួយនឹងទុនរួមជាមួយនឹងបំណុលរបស់ក្រុមហ៊ុន Y គឺយើងមាន Y Capital គឺ 15,000 ហើយនឹងបំណុលរបស់គាត់មានចំនួន $10,000 អញ្ចឹងសរុបមកទាំងទុនទាំងបំណុលរបស់គាត់គឺ 25,000 ចឹងនេះគឺជាទិន្នន័យដែលឲ្យមកមុនពេលដែលបង្កើតទៅជាក្រុមហ៊ុនសហកម្មសិទ្ធិឥឡូវនេះដោយសារតែក្រុមហ៊ុន Y ឬក៏ Y គាត់ត្រូវការបន្ថែមជំនួយការបច្ចេកទេសចាដើម្បីធ្វើយ៉ាងណាឲ្យការលក់របស់គាត់នឹងកើនឡើងបានច្រើនអញ្ចឹងគាត់ក៏ផ្ដល់ជាជំរើសឲ្យទៅ Z ចាឬក៏ហៅថា Z ចានៅក្នុងការដែលចូលរួមសហការជាមួយនឹងគាត់ហើយនៅទីនេះផងដែរមុនពេលដែលគាត់បង្កើតទៅជាសហកម្មសិទ្ធិแบบ2អ្នករបស់គាត់បង្កើតជាសហកម្មសិទ្ធិហ្នឹងគឺក្រុមហ៊ុន Y ត្រូវបានធ្វើ audit និងធ្វើការវាយតម្លៃទៅលើទ្រព្យសម្បត្តិនិងគណនីផ្សេងៗទៀតអញ្ចឹងនៅទីនេះពេលដែលមុនពេលដែលចាប់ផ្ដើមបង្កើតទៅជាសហកម្មសិទ្ធិក្រុមហ៊ុន Y ត្រូវបានគេធ្វើការវាយតម្លៃថា$1,000ចា$1,000នៃបំណុលរបស់ក្រុមហ៊ុនគាត់ហ្នឹងគឺនៅមិនទាន់បានកត់នៅឡើយទេអញ្ចឹងក្នុងបំណុល$10,000នេះនៅ$1,000ទៀតអត់ទាន់បានកត់បញ្ចូលទេចានេះគឺជាការវាយតម្លៃនិងការរកឃើញរបស់សមនករទី2ពាក់ព័ន្ធទៅនឹង inventory សន្និធិរបស់គាត់មានតម្លៃនៅលើទីផ្សារ 9,000 អញ្ចឹងសន្និធិរបស់គាត់មានតម្លៃក្នុងបញ្ជីទាំងអស់គ្នាចា inventory គឺ 7,000 ប៉ុន្តែនៅថ្ងៃដែលយើងសម្រេចចិត្តថាបង្កើតជាសហកម្មសិទ្ធិហើយយើងធ្វើការវាយតម្លៃហ្នឹងគឺតម្លៃទំនិញរបស់គាត់លើទីផ្សារគឺមានតម្លៃ 9,000 បន្តមកទៀតបរិក្ខាររបស់គាត់មានតម្លៃលើទីផ្សារគឺ$19,000ហើយយើងមើលនៅក្នុងបញ្ជីតម្លៃរបស់បរិក្ខាររបស់គាត់គឺតម្លៃ$15,000ដោយសារតម្លៃដើម 20,000 ដកនឹងរំលោះអស់ 5,000 អញ្ចឹង 15ប៉ុន្តែលើទីផ្សារគឺ 19,000 ចាហើយនៅទីនេះផងដែរគឺអ្នកទាំងពីរគឺយល់ព្រមមានន័យថាទាំង Y ទាំង Z គាត់យល់ព្រមថាអនុញ្ញាតឲ្យ Z ហ្នឹងគឺចូលរួមទុនជាមួយនឹងក្រុមហ៊ុនចំនួន$10,000ជាសាច់ប្រាក់នៅក្នុងការបង្កើតទៅជាសហកម្មសិទ្ធិដូច្នេះនៅក្នុងកិច្ចបញ្ជីការរបស់យើងតើយើងកត់ត្រាដូចម្ដេចហើយបញ្ជាក់នៅត្រង់នេះមួយទៀតតកតងទៅជាមួយនឹង$10,000នេះគឺ Z ទទួលបាន1/3ចឹងចង់បញ្ជាក់ថានៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិទាំងមូលគឺមាន3ភាគចាហើយនៅក្នុងហ្នឹងគឺ Z មាន1/3អញ្ចឹង2/3ទៀតគឺជារបស់ Y ដូច្នេះនៅក្នុងកិច្ចបញ្ជីការគណនេយ្យនេះគឺជាការបង្កើតទៅជាក្រុមហ៊ុនសហកម្មសិទ្ធិដែលមានសាច់ប្រាក់អញ្ចឹងយើងកត់មកនៅខាងឥណ្ឌពុនសាច់ប្រាក់មានចំនួន 13,000 ដោយសារតែសាច់ប្រាក់របស់ Y មានចំនួន 3,000 ហើយដែលនៅក្នុងនេះ Z បន្ថែមទុនចំនួន 10,000 អញ្ចឹងសាច់ប្រាក់ទាំងអស់គឺ 13,000 ចានេះគឺជាសាច់ប្រាក់ 3,000 របស់ Y បន្តមកទៀតតើតើទៅនឹង inventory យើងកត់ត្រាចូល$9,000
ហើយនឹងបរិខាគឺ$19,000នេះគឺជាទ្រព្យរបស់ក្រុមហ៊ុនសហកម្មសិទ្ធិហើយនៅទីនេះផងដែរសហកម្មសិទ្ធិក៏មានបំណុលចំនួន$11,000ដែរដោយ$10,000គឺជាបំណុលដែលមុនពេលធ្វើការវិតម្លៃហើយយើង add ថែម$1,000ទៀតដែលយើងនៅមិនទាន់បានធ្វើការកត់ត្រាសម្រាប់ Y capital នៅក្នុងសហកម្មសិទ្ធិរបស់យើងគឺមានចំនួន$20,000ហើយនឹង Z capital មានចំនួន$10,000យើងសួរថាថ្មីដើម្បីយើងកែនេះឃើញ$20,000នេះអញ្ចឹងនៅក្នុងនេះទាំងអស់គ្នាតាក់ទងទៅនឹង$20,000នេះគឺយើងយកទ្រព្យសម្បត្តិសរុបដកនឹងបំណុលសរុបតាមតម្លៃលើទីផ្សារអញ្ចឹងទ្រព្យសម្បត្តិសរុបនៅលើទីផ្សាររបស់ក្រុមហ៊ុន Y តើមានប៉ុន្មានចឹងនៅទីនេះយើងដឹងថាសាច់ប្រាក់របស់គាត់គឺមានតម្លៃ$3,000ចាតម្លៃ$3,000ហើយតាក់ទងទៅនឹងសន្និធិរបស់គាត់គឺមានតម្លៃ$9,000ចា$9,000មិន$7,000គឺថ្លៃក្នុងបញ្ជីអញ្ចឹងសាច់ប្រាក់$3,000បូកជាមួយនឹង inventory $9,000នៅលើទីផ្សារអញ្ចឹងវា12បូកជាមួយនឹងបរិខាតម្លៃលើទីផ្សារ19ចាអញ្ចឹង12បូក19គឺ31គឺជាទ្រព្យសម្បត្តិសរុបនៅលើទីផ្សាររបស់ក្រុមហ៊ុន Y ហើយដកជាមួយនឹងទុនរបស់គាត់ដកនឹងបំណុលរបស់គាត់$11,000ចាអញ្ចឹងយើងឃើញថាទុនរបស់គាត់គឺ$20,000ដែលសារទ្រព្យសម្បត្តិសរុប31បំណុល11អញ្ចឹងទុនរបស់គាត់គឺ$20,000អញ្ចឹងនៅក្នុងការបង្កើតជាសហកម្មសិទ្ធិនេះគឺ Y capital មានចំនួន$20,000ហើយ Z capital គឺមានចំនួន$10,000ចាអញ្ចឹងអរគុណច្រើនទាំងអស់គ្នាដែលបានតាមដានទៅលើការបង្ហាញរបស់អ្នកគ្រូពាក់ព័ន្ធទៅជាមួយនឹងចំណុចមួយនៃកិច្ចបញ្ជីការគណនេយ្យដែលអ្នកគ្រូដកស្រង់ចេញពីសៀវភៅគណនេយ្យក្រុមហ៊ុនសហកម្មសិទ្ធិអរគុណច្រើនបងប្អូនទាំងអស់គ្នាជូនពរសំណាងល្អជោគជ័យគ្រប់ភារកិច្ចជួបគ្នាคลิปវីដេអូក្រោយជាបន្តទៀត